អ្នកប្រដារដ្ឋីមន្ត្រីដែលមានឈ្មោះពិតថារ៉ូតចម្រើនមានវ័យ17ឆ្នាំមានដើមកំណើតមកពីទឹកដីខេត្តបាត់ដំបងបានចំណាយពេលវឹកហាត់ប្រដាល់ជាង2ឆ្នាំតាំងពីឆ្នាំ2023មកដល់បច្ចុប្បន្នដោយសារតែចិត្តស្រឡាញ់កីឡាប្រដាល់និងជំនះការរារាំងពីគ្រួសារទោះជាមានការលំបាកដំបងដោយសារការហត់នឿយនិងចង់ឈប់ម្ដងម្កាលក៏គេនៅតែបន្តខិតខំប្រឹងប្រែងជំនះឧបសគ្គមិនរាថយក្នុងអាជីពមួយនេះមន្ត្រីបានប្រាប់ថាការចូលវឹកហាត់ប្រដាល់មិនស្រួលដោយការរំពឹងទុកនោះទេវាខ្លះមានអារម្មណ៍ចង់បោះបង់ប៉ុន្តែដោយសារការភ័យខ្លាចនិងខ្មាស់គេនឹងចង់បង្ហាញថាខ្លួនអាចធ្វើបានទើបបន្តខិតខំរហូតមកដល់មានឱកាសប្រកួតដណ្ដើមខ្សែក្រវ៉ាត់ជាលើកដំបូងក្នុងកម្មវិធី Gainsbird ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី26ខែមេសាឆ្នាំ2025ខាងមុខនេះកីឡាករវ័យ17ឆ្នាំរូបនេះបានបញ្ជាក់ថាសម្រាប់ការចូលខ្លួនដណ្ដើមខ្សែក្រវ៉ាត់របស់ Gainsbird នាពេលខាងមុខនេះរូគេពិតជាសប្បាយចិត្តខ្លាំងណាស់ដែលត្រូវបានសង្វៀន Gainsbird ជ្រើសរើសចូលរួមក្នុងកម្មវិធីដ៏ធំមួយនេះចំពោះការប្រកួតដ៏ធំមួយនេះដោយចង់ផ្ដោតលើការវឹកហាត់មន្ត្រីបានសម្រេចផ្អាកការសិក្សាមួយរយៈរងចាំការប្រកួតដណ្ដើមខ្សែក្រវ៉ាត់បញ្ចប់ទើបសម្រេចចិត្តសុំលោកគ្រូចូលបន្តការសិក្សាបើទោះជាបេក្ខភាពផ្សេងទៀតមានបទពិសោធន៍ច្រើនជាងក្តីមន្ត្រីថាគេមិនបារម្ភអ្វីនោះទេហើយត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតឲ្យអស់ពីសមត្ថភាពខ្ញុំដំបងឡើយខ្ញុំមករៀនទៅក៏ពូជីកាត់ក្លឹបបដាល់ទៅក៏សុំគ្រូចូលហាត់ដាក់ទី9មកគឺខ្ញុំសុំផ្អាកសិនមកផ្អាកសិនតវាយតែក្បាត់ហើយបានយើងរៀបចំសាមីសុំលោកគ្រូចូលរៀនសាមីនឹកបងនឹកតែធ្វើម៉េចយើងស្រឡាញ់ខាងនេះទី1ជីភាពបងទី2បដាល់ខ្ញុំមករៀននៅពេញខ្ញុំនៅមួយពូហើយមីងពេលបានចូលហាត់ទៅក៏មកនៅក្លឹបម៉ាក់ខ្ញុំគាត់អត់ចង់ឲ្យខ្ញុំវាយគាត់ខ្លាចខ្ញុំឈឺគាត់ហាមដែរតែហាមអត់ស្ដាប់ចូលហាត់ដំបងចង់ពេលខ្លះចង់ឈប់ដែរបងតែនឹកឃើញបើយើងឈប់ទៅខ្មាស់គេអញ្ចឹងខ្ញុំខំប្រឹងរហូតតឥឡូវសម្រាប់ខ្ញុំកម្រិតខ្ញុំឥឡូវរៀងគ្រាន់បានដែរបងព្រោះអីខ្ញុំធ្លាប់ប៉ះសេរីចាស់រៀងច្រើនហើយខ្ញុំដាច់ញ៉ាំចិត្តថាខ្ញុំនឹងយកខ្សែវ៉ាត់ឲ្យបានហើយឲ្យមានគេឈ្មោះល្បីដូចសិស្សច្បងមួយចំនួនបងហាត់ពេញអារម្មណ៍រំភើបបងលើកទី1បងស្គាល់ពួកគាត់ទាំងអស់បងតែអត់ដែរប៉ះទេចិញ្ចៅគាត់ដើរវាយឲ្យចាប់ឡាំទៅគុំមានតែចេះគាត់ល្អចាប់គាត់រឹងខ្សែវ៉ាគាត់ល្អធាក់ល្អបោះជង្គង់ល្អម៉ាត់ដោយបារម្ភរបស់ខ្ញុំគឺដូចជាអត់មានអីបារម្ភទេបងហាត់ពេញខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព 70% សូមផ្ដាំផ្ញើទៅពុកម៉ែបងប្អូនឲ្យជួយគ្រប់គ្រងនិងតាមដានរូបខ្ញុំបាទនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពនឹងយកខ្សែក្រវ៉ាត់ឲ្យបានការប្រកួតនេះនឹងប្រព្រឹត្តទៅនៅម្ដុំផ្សារទួលពង្រោរាជធានីភ្នំពេញដែលរៀបចំដោយស្ថានីយទូរទស្សន៍ PNN មានការសហការដោយក្រុមហ៊ុន Gainsbird សម្រាប់ផ្ដល់ឱកាសដល់កីឡាករចំនួនថ្មីក្នុងប្រភេទទម្ងន់ 63.5 គីឡូក្រាមចំពោះបេក្ខភាពទាំង4រូបនឹងត្រូវធ្វើការចាប់ឆ្នោតដោយក្នុងនោះរួមមានរដ្ឋីមន្ត្រីមាសដេជះចិនចាំងនិងពេជ្រសាវ៉ាពួកគេនឹងប្រកួតជុំដំបូងចំនួន3ទឹកដើម្បីជ្រើសរើសអ្នកឈ្នះចូលនៅវគ្គផ្ដាច់ព្រាត់ដែលនឹងប្រកួត5ទឹកអ្នកឈ្នះចុងក្រោយនឹងទទួលបានខ្សែក្រវ៉ាត់ Gainsbird មួយគ្រឿងនិងទឹកប្រាក់រង្វាន់អមយ៉ាងច្រើនផងដែរ